បញ្ជាក់ពីលោកអ៊ូអ៊ីណូអាជូស៊ីគម្រោងនេះនឹងផ្ដល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោកកម្ពុជានិងនាវាល្បាតសម្រាប់កងទ័ពជើងទឹកកម្ពុជាលោកជឿជាក់ថាការចូលរួមចំណែកពង្រឹងសមត្ថភាពសន្តិសុខរបស់កម្ពុជាព្រមទាំងការរក្សានិងពង្រឹងសន្តិភាពនិងស្ថិរភាពក្នុងតំបន់តាមរយៈគម្រោង OSA នេះក៏មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការបង្កើនភាពរឹងមាំនៃទំនាក់ទំនងសន្តិសុខរវាងកម្ពុជានិងជប៉ុនលោកថ្ងៃ28 ខែ 7 ពេលដែលវាយគ្នាបាន5ថ្ងៃពេលដែលខ្ញុំចេញចរចាទៅខ្ញុំមន្ត្រីខ្ញុំសឹងតែ 90% អត់មានពីណាជឿថាចប់ថ្ងៃហើយពេលដែលចរចាខ្ញុំមិនប្រាប់កលឹះទេបើសិនជាយើងមិនឆ្លើយប្រឌិតយើងទៅអាចចំហយើងត្រង់អត់ចប់ទេថ្ងៃនោះអ្នកដែលចូលប្រជុំមួយខ្ញុំដឹងយើងធ្ពក់ទាញភ្ជាប់យ៉ាងម៉េចអ្នកណាខ្លះចូលចរចាទៅមានស្អីខ្លះមានកត្តាអីខ្លះអញ្ចឹងវាពីការងារតូចរហូតដល់ការងារធំខ្ញុំមិនសមមិនជួបជាមួយនឹងខាងអ្នកវិនិយោគកូរ៉េខ្ញុំប្រាប់ថាទ្រឹស្ដីមួយដែលខ្ញុំស្រឡាញ់របស់ទ័ពពិសេសកូរ៉េបញ្ជាការដ្ឋានទ័ពពិសេសកូរ៉េគេមានពាក្យស្លោកមួយគេថា make impossible possible បើន័យធ្វើអ្វីដែលមិនកើតឲ្យវាកើតពាក្យនេះវាមានន័យជ្រៅយើងមើលប្រហែលជាវាបានន័យថាទ័ពពិសេសនេះគឺជាអ្នកដែលអាចធ្វើនៅពេលបេសកកម្មណាដែលគ្រប់គ្នាផ្សេងទៀតថាទៅមិនរួចតែគេធ្វើរួចវាទៀមទាទៅទី1ដាក់ចក្ខុវិស័យឲ្យច្បាស់ទី2ការព្យាយាមអំណត់ដែលមិនបោះបង់ហើយទី3ភាពច្នៃប្រឌិតបន្ទាប់ពិសេសភាគច្រើនអត់ត្រង់ទីធំអត់ប្រើក្បួនច្រើនក្បួនគេគឺច្នៃប្រឌិតប្រើគ្រប់ល្បិចទៅការទៅកន្លែងចោលរៀនវិធីចោលចូលក្នុងកន្លែងត្រូវចេះកោះសោបញ្ចេញស្នាដៃមិនមែនថាតតមេនៅបានធ្វើទេបញ្ចេញស្នាដៃដើម្បីខ្លួនឯងសម្រេចនៅភារកិច្ចដែលខ្លួនឯងទទួលខុសត្រូវយកអានឹងជាគោលកុំធ្វើដើម្បីបង្ហាញអ្នកដទៃបាទកុំឲ្យឃើញការខ្ញុំនៅអង្គភាពទ័ពពេលខ្លះគេសញ្ញោគ្នាថ្ងៃណាឡានមេទៅគឺវឹកវឺនសកាត់គេសញ្ញោគ្នាកុំចឹងព្រោះពេលមានប្រយុទ្ធណែឯងទូខុសត្រូវចំពោះមុខគាត់ក៏ភ្លើងខ្លួនឯងគ្មានមេទៅជាមួយមេបញ្ជាតែបើណែឯងមិនពឹងខ្លួនឯងត្រៀមប្រយុទ្ធវឹកវឺនខ្លួនឯងណែឯងនឹងគ្រោះថ្នាក់ហើយបើអ្នកមិនមានសមត្ថភាពងប់គ្រាន់មិនអាចឲ្យឡើងធ្វើមេក្រុមទេនេះគឺជាកត្តាដែលសំខាន់ហើយខ្ញុំចង់ចែករំលែកចំពោះការចែកសញ្ញាបត្រគឺពីបទពិសោធន៍ការងារខ្ញុំមិនមានច្រើនទេប៉ុន្តែបទពិសោធន៍ការងារទាំងធ្វើការឲ្យគេតាំងពីខ្ញុំនៅក្រៅប្រទេសធ្វើការនៅធនាគារពិភពលោកធ្វើការនៅធនាគារជាបុគ្គលិកជាជំនួយការគេដូចតែគ្នាកាលនៅរៀនក៏ដូចគ្នាជំនួយការឲ្យសាស្ត្រាចារ្យធ្វើគេបកគលភារកិច្ចគូបញ្ចប់ទៅហើយតាម Facebook ការបញ្ចេញមតិខ្ញុំក៏ទទួលរដ្ឋាក៏ទទួលថាអត់មានអីទេខ្ញុំថាណៃមានអារម្មណ៍យ៉ាងម៉េចគាត់ថាអត់មានអីគាត់សប្បាយចិត្តវិញទេដែលគេយកប្រធានបទនេះទៅជជែកបែកចេះហើយខ្ញុំក៏បានឃើញទស្សនៈទាំងសងខាងកុំខ្ញុំយកទៅខ្ញុំនិយាយរឿងអាជីទូកទេខ្ញុំមិនដឹងតែរឿងបរដ្ឋាភិបាលបងប្អូនខ្លះថានេះជាការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិយោបល់របស់បណ្ឌិតខ្ញុំថាចប់បាត់គ្រាន់តែថ្ងៃសៅរ៍ចង់និយាយរឿងជីទូកនិយាយពីរឿងគុណធម៌ស្អីឯងទៅរឿងភ្ជាប់ជាមួយអីណាផ្សេងអត់ទេកុំយកដាក់ខ្លួនខ្លាំងពេក stress បាទពេលខ្លះតើទៅរៀនសប្បាយនឹងជីវិតកុំ stress ខ្លាំងពេកខ្ញុំធ្លាប់ហើយបាទអា stress ក៏តែប៉ុណ្្នឹងបញ្ហាវានៅតែប៉ុណ្្នឹងចឹងបានមិត្តភ័ក្ដិខ្ញុំការរៀនអាអ្នកដែលបាន A+ អានេះមុនប្រឡងធំអាពួកម៉ាក់ខ្ញុំនឹងវាទាត់ស័យនៅពេលដែលគ្រប់គ្នារៀនតម៉ោង1ម៉ោង2ម៉ោង5ភ្លឺព្រឹកឡើងខួរក្បាលហ្នឹងមែនអានោះទាត់ស័យវាមុនទៅទាត់ស័យចឹងវាធូរពេលខ្លះកុំឲ្យ stress ពេកហើយកុំឲ្យវិភាគនៅក្នុងទស្សនៈចង្អៀតពេករៀបសារអង់គ្លេសថា be humble
ចំណុចនេះគឺជាកត្តាគុណធម៌សីលធម៌របស់មនុស្សត្រូវមានមោទនភាពចំពោះខ្លួនឯងប៉ុន្តែក៏មានអំនួតពេកមានមោទនភាពខុសពីមានអំនួតបើទស្សនៈទទួលគំនិតអ្នកដទៃកុំគិតថាខ្លួនចេះគ្រប់រឿងឬចេះត្រូវគ្រប់ពេលត្រូវមានភាពរឹងមាំប៉ុន្តែកុំរឹងរូសបើគំនិតរៀនសូត្របើយើងជាមេគេដឹកនាំប្រជុំកុំនិយាយតែម្នាក់ឯងដាក់ចោតជាបញ្ហារួមគ្នាដោះឲ្យគេលើកមកហើយយើងសម្រេចចិត្តចុងក្រោយរកអ្វីដែលជាដំណោះស្រាយពួកកន្លែងខ្លះហៅគេទៅប្រជុំតែទៅដល់មេចាប់ដើមឡើងនិយាយគ្មានពីណាហ៊ានតបើយើងទៅសួរគេយោបល់ថាឥឡូវដោះស្រាយយ៉ាងម៉េចអត់ដឹងជំរឿននឹងអាណាល្អសុំបញ្ចេញមតិចាំយើងបុកទៅចុងក្រោយសិនទៅតែបើយើងចេញទៅដល់ខ្ញុំគិតថាយើងត្រូវយកជំរឿននេះដោយសារអញ្ចឹងចេះតើអស់លោកមានយោបល់យ៉ាងម៉េចខុសពីនឹងអត់មានពីណាហ៊ានទេហើយជាពិសេសនៅក្នុងវប្បធម៌ខ្មែរយើងភាគច្រើនអត់ចង់ជុលទេហើយជាពិសេសបើកយកតែដោះស្រាយបញ្ហាប្រកាន់ខ្ជាប់នៅគោលការណ៍របស់យើងជាអ្នកស្រាវជ្រាវប្រកាន់ខ្ជាប់ទៅលើការរបកកម្រើញផ្អែកទៅលើកុំឲ្យគេហៅវិភាគស៊ីអារម្មណ៍វិភាគផ្អែកទៅលើវិទ្យាសាស្ត្របាទហើយកុំហើយខ្ញុំក៏ណែនាំដែរមើលការប្រើពាក្យសម្ដីរបស់យើងកុំមើលងាយបដិកុំយកតល័យក1 2ទៅបកស្រាយជាប់វាប៉ះដល់អ្នកផ្សេងតែខ្ញុំថាចុះអង្គញាបណ្ឌិតនៅប្រទេសផ្សេងក៏មានឧទាហរណ៍នៅឥណ្ឌូនៅម៉ាឡេស៊ីដាតុតាន់ស្រី professor ពេលខ្លះគេដាក់ដើម្បីជាងារនៅក្នុងកិត្តិយសបណ្ឌិតគឺតំណាងទៅលើភាពចេះដឹងឬរបកកំហើញដែលគេជួយ Bill Gates ដែលគាត់អត់ហ៊ានចប់ពីវគ្គ Harvard ក៏បានបណ្ឌិតកិត្តិយសពី Harvard ដែរវាមិនសំដៅតែតើអ្នកតលតអ្នកអង្គុយសរសេរនិក្ខេបបទបានបណ្ឌិតនឹងបណ្ឌិតតាមសាលាតាមការសិក្សាបណ្ឌិតកិត្តិយសបណ្ឌិតបានន័យថាលទ្ធផលក្នុងសង្គមមួយលទ្ធផលជា academic មួយលទ្ធផលដែលផ្ដល់ទៅដល់សង្គមឬមួយក៏ការចូលរួមសមត្ថភាពដែលចែករំលែកអានេះគេហៅថាបណ្ឌិត